ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាពួកយើងមកពីក្រុមទី5ដែលមានសមាជិកដូចជាសឿនប្រសាសសុខេខ្ញុំបាទអេងសុភារដ្ឋាសិក្ខារិទ្ធនិងសុនស៊ីវុធាហើយនេះផងដែរនៅស្លាកបន្ទាប់យើងនឹងនិយាយអំពី Chapter 5ពួកយើងនឹងធ្វើការក្តោបគ្រប់គ្រងទៅលើ Chapter 5 Principle of Marketing ដែលក្នុងនេះយើងនិយាយអំពី Consumer Markets and Consumer Buying Behavior ទីផ្សាររបស់អ្នកទិញនិងអាកប្បកិរិយារបស់អ្នកទិញហើយ learning objectives ថ្ងៃនេះផងដែរឬវត្ថុបំណងតែវត្ថុបំណងទី1គឺយើងនិយាយអំពីយល់អំពី consumer behavior ឬអាកប្បកិរិយារបស់អ្នកទិញនិង concept black box វត្ថុបំណងទី2គឺយើងនិយាយទៅលើកត្តា4ដែលមានឥទ្ធិពលទៅលើអាកប្បកិរិយារបស់អ្នកទិញទី1គឺវប្បធម៌សង្គមខ្លួនឯងផ្ទាល់អ្នកទិញខ្លួនឯងផ្ទាល់និងការគិតរបស់អ្នកទិញវត្ថុបំណងទី3គឺ describe the 5 stages of buyer decision process ជំហាន5ឬ5ដំណាក់កាលនៃការធ្វើការសម្រេចចិត្តរបស់អ្នកទិញវត្ថុបំណងទី4វិញគឺយើងនឹង explain ទៅលើការសម្រេចចិត្តអាកប្បកិរិយានៃការសម្រេចចិត្តរបស់អ្នកទិញនិងវាខុសគ្នាយ៉ាងណាទៅនៅក្នុង slide បន្ទាប់ផងដែរគឺខ្ញុំនឹងនិយាយអំពី understanding consumer behavior how and why do consumers make the purchase they do គឺយើងនឹងស្វែងយល់អំពីអាកប្បកិរិយារបស់ទិញហេតុអីហើយយ៉ាងណាទៅដែលជំរុញឲ្យអ្នកទិញហ្នឹងធ្វើការទិញអាហ្នឹង the model of consumer behavior គឺអាកប្បកិរិយារបស់អ្នកទិញគឺវាទី1ការជំរុញឲ្យមានទីផ្សារហ្នឹងគឺវាមានគោលការណ៍4ផលិតផលតម្លៃទីកន្លែងនិងភាពទាក់ទាញការ promote ឬ promotion ហ្នឹងវាទាក់ទាញអ្នកទិញទៅទិញយ៉ាងម៉េចហើយកត្តាដែលជំរុញផ្សេងៗទៀតដូចជាសេដ្ឋកិច្ច technological ហ្នឹងនយោបាយ politics ហ្នឹងហើយនិងកត្តាសង្គមដែលទាំងអស់នេះគឺវារាប់ទៅក្នុង black box ប្រអប់ខ្មៅនៅក្នុងប្រអប់ខ្មៅនេះដែរវាមានធាតុបង្កឬសំខាន់2អត្តចរិតរបស់អ្នកទិញនិងដំណើរការនៃការធ្វើការសម្រេចចិត្តរបស់អ្នកទិញ These produce buyers responses ហើយនៃការឆ្លើយតបរបស់អ្នកទិញហ្នឹងទៅផលិតផលមួយហ្នឹងគឺទី1គឺផលិតផលគឺជាផលិតផលអីមកពី brand ណាគេជាអ្នកលក់ផលិតផលទាំងអស់ហ្នឹងហើយគេទិញនៅពេលណាហើយមួយទៀតនោះគឺចំនួនដែលគេត្រូវការទិញហើយអ្វីដែលយើងនឹងនិយាយបន្ទាប់នោះគឺ the most fundamental influence on a person's wants and behaviors គឺគោលការណ៍សំខាន់ដែលវាផ្ដល់ឥទ្ធិពលទៅលើតម្រូវការរបស់មនុស្សនៅក្នុង slide បន្ទាប់នេះយើងនិយាយអំពី cultural factors influencing consumer behavior កត្តាវប្បធម៌ដែលធ្វើឲ្យមានដែលជះឥទ្ធិពលទៅលើអាកប្បកិរិយារបស់អ្នកទិញនៅក្នុងវប្បធម៌ហ្នឹងគឺវាមាន3សំខាន់គឺវប្បធម៌អាធំនឹងមួយហើយនៅក្នុងអាវប្បធម៌ធំហ្នឹងគឺវាមានអាវប្បធម៌តូចៗទៀត subculture ហ្នឹងហើយនឹងឋានៈនៅក្នុងសង្គម culture នេះគឺសំដៅទៅលើនិយាយបានថាតម្រូវការដែលសាមញ្ញនិងចាំបាច់បំផុតដូចជាអាហារសម្ភារៈពាក់អីហ្នឹងតើអ្នកដែលធ្វើ marketing ឬទីផ្សារហ្នឹងត្រូវយល់ថាវប្បធម៌របស់អ្នកដែលប្រើប្រាស់ហ្នឹងយ៉ាងម៉េចចំពោះ subculture ឬគោលវប្បធម៌វិញនៅក្នុងវប្បធម៌នីមួយៗគឺវាតែងតែមានគោលវប្បធម៌នៅក្នុងនោះផងដែរត្រង់កន្លែងហ្នឹងគឺចេះឧទាហរណ៍ថាបើយើងយកវប្បធម៌ដែលយើងប្រើแบบទីផ្សារនៅក្នុងទីក្រុងភ្នំពេញណាទៅធ្វើទីផ្សារអាយកវប្បធម៌ហ្នឹងទៅធ្វើទីផ្សារនៅស្រុកឧទាហរណ៍ថាស្រុកមួយនៅក្នុងខេត្តសៀមរាបស្រុកមួយដែលសយ៉ាអីចឹងទៅអញ្ចឹងបានថាគឺវាអត់ដើរទេការគិតនិងតម្រូវការរបស់មនុស្សនៅក្នុងទីក្រុងភ្នំពេញនិងតម្រូវការនៃការគិតឬក៏វប្បធម៌របស់មនុស្សដែលនៅស្រុកមួយនៅខេត្តសៀមរាបហ្នឹងគឺវាដូចនៅទីក្រុងភ្នំពេញជាអញ្ចឹងអ្នកដែលធ្វើទីផ្សារហ្នឹងត្រូវស្វែងយល់ពីអ្នកដែលនៅស្រុកមួយនៅខេត្តសៀមរាបហ្នឹងទើបអាចទៅធ្វើទីផ្សារនៅទីហ្នឹងបានហើយចុងក្រោយនោះគឺ social class ឋានៈនៅក្នុងសង្គម
ឋានៈនៅក្នុងសង្គមនេះក៏វាដើរតួនាទីយ៉ាងសំខាន់ដែររបស់ដែលវាជះឥទ្ធិពលទៅលើអាកប្បកិរិយារបស់អ្នកទិញហើយឋានៈនៅក្នុងសង្គមហ្នឹងវាមិនមែនកំណត់ដោយកត្តាតែមួយទេវាកំណត់ដោយកត្តាផ្សេងទៀតដូចជាoccupation ឬការងារឬមុខងារហ្នឹងចំណូលចំណេះដឹងហើយនឹងទ្រព្យសម្បត្តិនិងកត្តាផ្សេងទៀតដែលរាប់បញ្ចូលជុំវិញមនុស្សនោះនៅក្នុង slide បន្ទាប់ដែលយើងនឹងនិយាយចំណុចបន្ទាប់ដែលយើងនឹងនិយាយនោះគឺកត្តាសង្គមតើកត្តាសង្គមហ្នឹងវាជះឥទ្ធិពលមិនខ្លះទៅលើជំរឿនរបស់អ្នកទិញហើយ slide ហ្នឹងផងដែរចាប់ពីត្រង់នេះទៅគឺនឹងបកស្រាយដោយសឿនប្រសាទពីខ្ញុំសូមអរគុណជម្រាបសួរលោកគ្រូហើយអរគុណច្រើនដល់ XP ដែលបានផ្ដល់សារទៅរបស់ខ្ញុំចឹងថ្ងៃនេះខ្ញុំនឹងមកនិយាយពីកត្តាសង្គមឬទី call ពី social factor តើអ្វីទៅគឺជាកត្តាសង្គមឬទី social factor កត្តាសង្គមគឺជាអ្វីដែលនៅជុំវិញខ្លួនរបស់យើងរួមទាំងគ្រួសារមិត្តភ័ក្តិក្រុមការងារនិងសង្គមដែលវាមានឥទ្ធិពលទៅលើការសម្រេចចិត្តនៃការសម្រេចចិត្តទិញផលិតផលឬសេវាកម្មអ្វីមួយអញ្ចឹងយើងនិយាយអំពី group និង social influence យើងនិយាយអំពី influence group ឬ group យោងគឺជាអ្វី influence group គឺជាក្រុមមនុស្សដែលមានបុគ្គលធ្វើជាគំរូឬភាពខ្លួនឯងដើម្បីបង្កើតទស្សនៈអាកប្បកិរិយានិងការសម្រេចចិត្តរបស់យើងឧទាហរណ៍ដូចជាខ្ញុំគឺជាមនុស្សម្នាក់ដែលស្រឡាញ់ក្នុងការលេងកីឡាហើយកីឡាដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតនោះគឺជាកីឡាលេងបាល់ហើយខ្ញុំមាន influence group មួយគឺជា Cristiano Ronaldo ដែលជាកីឡាករបាល់ទាត់លំដាប់មួយនៅលើពិភពលោកហើយខ្ញុំយកគាត់មកធ្វើជា inspire for ខ្ញុំចំណែកឯទី2ហ្នឹងគឺគេហៅថា opinion leader តើអ្វីទៅគឺជា opinion leader ឬជាអ្នកដឹកនាំមតិ opinion leader គឺជាមនុស្សដែលមានចំណេះដឹងមានជំនាញឬភាពល្បីល្បាញដែលអាចនឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកដទៃឧទាហរណ៍ដូចជាinfluencer YouTuber TikTok creator និងអ្នកជំនាញជាច្រើនអូខេឥឡូវយើងចូលដល់ slide បន្ទាប់យើងនិយាយអំពី family role និង status ឬគេនិយាយថាគ្រួសារតួនាទីនិងឋានៈគ្រួសារគឺជាកត្តាសំខាន់បំផុតដែលមានឥទ្ធិពលលើការទិញ Family is the most important consumer buyer organization in for charity ឧទាហរណ៍ដូចជាម្ដាយគឺមានការជ្រើសរើសម្ដាយគឺមានភាពជ្រើសរើសអាហារសម្លៀកបំពាក់និងសម្ភារៈសម្រាប់ឲ្យកូននៅពេលដែលកូនធំឡើងអញ្ចឹងជាដើមចំណែកឯ role status family club organization online community និងវាមានដូចជាឧទាហរណ៍ដូចជាលោកឪពុកម្ដាយសិស្សនិងជាបុគ្គលិកអីចឹងជាដើមទូនីតិខុសគ្នានាំឲ្យមានតម្រូវការទិញខុសគ្នាចឹងជាដើមចំណែកឯ status ឋានៈ status គឺជាអ្វី status គឺជាការគោរពឬជាកិត្តិយសដល់សង្គមផ្ដល់ឲ្យទូនីតិនោះមនុស្សជាច្រើនជ្រើសរើសផលិតផលដែលបង្ហាញពីឋានៈរបស់ខ្លួនឧទាហរណ៍CEO ទឹកតែទិញឡានឬក៏អ្នកគ្រប់គ្រងពាក់ឈុតអាជីវកម្មម៉ាកល្បីដើម្បីឲ្យមាន status ថាយើងគឺជាបុគ្គលម្នាក់ដែលមានការគោរពខ្លួនប្រាណរបស់យើងចឹងជាដើមមកដល់ slide បន្ទាប់ next slide personal factor ចំណែកឯ personal factor ហ្នឹងគឺជាចំណេញមួយដែលយើងនិយាយពីកត្តាផ្ទាល់ខ្លួនមានឥទ្ធិពលលើការសម្រេចចិត្តទិញដូចជាអ្វីមានដូចជាអាយុមុខរបរស្ថានភាពសេដ្ឋកិច្ចនៅនិងបុគ្គលលក្ខណៈអីចឹងជាដើមសូមស្រាវបន្ទាប់ personal factor demographic and economy ចឹងនេះយើងអាចនិយាយប្រៀបធៀប3នឹងបានដោយទី1ហ្នឹងគឺ age និង life cycle stage
people change the goods and service they buy all over their lifetime. Taste in food, clothes, furniture និង recreating are often age related អានឹងគេចង់និយាយថាអីបើខ្ញុំលើកឧទាហរណ៍ជាខ្មែរវិញដូចជាកុមារទិញប្រដាប់លេងក្មេងតូចៗចឹងជាដើមយុវវ័យទិញទូរស័ព្ទទិញម៉ូដសម្លៀកបំពាក់ថ្មីទំនើបមនុស្សពេញវ័យទិញផ្ទះទិញឡានមនុស្សចាស់ឆ្នាំមនុស្សចាស់តែងតែទិញថ្នាំលទ្ធផលថែរក្សាសុខភាពចឹងជាដើមចំណែកឯ avocation ហ្នឹងគឺយើងគឺជាអ្វី avocation ហ្នឹងគឺជាមុខរបរប៉ះពាល់ដល់ផលិតផលដែលមនុស្សទិញមានអ្វីឧទាហរណ៍ដូចជាកម្មករក៏ត្រូវការអ្វីគឺសម្លៀកបំពាក់កម្មករសម្លៀកបំពាក់ធន់អ្នកគ្រប់គ្រងឈុតធ្វើការ software engineer software engineer តែងតែត្រូវការ laptop និងឧបករណ៍បច្ចេកវិទ្យាដើម្បីធ្វើការជំនាញរបស់គាត់ចឹងជាដើមចំណែកឯ economy situation ស្ថានភាពសេដ្ឋកិច្ចវិញsituation ស្ថានភាពហិរញ្ញវត្ថុមានឥទ្ធិពលលើការទិញយើងអាចនិយាយថាវាមានជាច្រើនដូចជាប្រាក់ចំណូលប្រាក់សន្សំបំណុលកម្ចីចឹងជាដើមឧទាហរណ៍ដូចជាប្រាក់ចំណូលខ្ពស់ទិញម៉ាកល្បីប្រាក់ចំណូលទាបជ្រើសរើសផលិតផលដែលតម្រូវតម្លៃរបស់យើងអូខេសូមស្លាយមួយទៀតចំណែកឯ lifestyle និង personality lifestyle គឺជាអ្វីចឹង lifestyle ហ្នឹងគឺជារបៀបរស់នៅដែលបង្ហាញតាមទី1ចែកចេញជា3មានដូចជា activity សកម្មភាព interest ចំណាប់អារម្មណ៍និងទី3គឺ opinion ទស្សនៈឧទាហរណ៍អ្នកចូលចិត្តហាត់ប្រាណតែងតែទិញស្បែកជើងទិញកៅអៅហាត់ប្រាណដើម្បីតម្រូវនឹងការហាត់ប្រាណរបស់ពួកគេទី2អ្នកស្រឡាញ់ការធ្វើដំណើរតែងតែទិញបាលីដើម្បីដាក់សម្លៀកបំពាក់របស់គេនៅពេលគេធ្វើដំណើរតែងតែទិញកាមេរ៉ាដើម្បី capture យក the beautiful moment នេះចឹងជាដើមអូខេសូមស្លាយបន្ទាប់ចំណែកឯ psychology factor នឹងសូមលើកឲ្យបងបន្ទាប់បាទជំរាបសួរគ្រូក៏ដូចជាអធិកម្មទាំងអស់គ្នាខ្ញុំគឺជាអ្នក response factor ទី5ដែលនិយាយពីចិត្តវិទ្យាក្នុងចិត្តវិទ្យានេះគឺនិយាយពី motivation ការលើកទឹកចិត្ត perception ការយល់ឃើញ learning ការរៀនហើយ belief ហើយនឹង attitude គឺជំនឿហើយនឹងអរិយាប័ត្រចំណុចទី1គឺនិយាយពី motivation ចំណុចនេះនិយាយអំពីការជំរុញនេះគឺជាកម្លាំងចលករដែលមានតម្រូវការគ្រប់គ្រាន់ដែលផ្ដល់សម្ពាធដើម្បីដឹកនាំមនុស្សឲ្យស្វែងរកការពេញចិត្តរបស់ខ្លួនហើយអ្នកវិទ្យាសាស្ត្រដែលបានបង្កើតទ្រឹស្ដីលើកទឹកចិត្តរបស់មនុស្សហ្នឹងគឺមាន2នាក់ក្នុងនោះគឺមានលោក Sigmund Freud ហើយនិងលោក Abraham Maslow តែទ្រឹស្ដីរបស់លោកទាំងពីរនេះមានអត្ថន័យផ្សេងគ្នាទាំងស្រុងសម្រាប់ការវិភាគនិងប្រាប់សម្រាប់ការវិភាគអ្នកប្រើប្រាស់និងការធ្វើទីផ្សារចំពោះលោក Maslow វិញគាត់បាននិយាយថាមនុស្សហ្នឹងមានការតម្រូវការជាប្រចាំថ្ងៃគឺគាត់បែងចែកទៅតាមឋានានុក្រមទី1គេនិយាយពី psychological needs ទី2គឺនិយាយពី self-satisfied needs ទី3គេនិយាយពី social needs ទី4 esteem needs ហើយនឹងចុងក្រោយមកគឺ self actualization needs អញ្ចឹងចំណុចទី1 psychological needs ហ្នឹងគេនិយាយពីមនុស្សហ្នឹងត្រូវការអាហារទឹកហើយនឹងចម្រោកសម្រាប់ស្នាក់នៅជាចាំបាច់បំផុតសម្រាប់តម្រូវការចម្បងសម្រាប់រស់នៅប្រចាំថ្ងៃហើយចំណុចទី2គឺនិយាយពី safety needs ដែលនិយាយពីមនុស្សត្រូវការសុវត្ថិភាពក្នុងការរស់នៅបន្ទាប់ពីមានផ្ទះសម្បែងហើយនឹងអាហារគ្រប់ចុកហើយគឺត្រូវការសុវត្ថិភាពជាចាំបាច់ដោយអ្នកគ្រូចិត្តវិទ្យាបានលើកឡើងពីថ្ងៃមុនឧទាហរណ៍ថាពូម៉ូតូដុំនោះគាត់ចាប់មួយហើយគាត់មានអាហារហើយនឹងផ្ទះមិនគ្រប់គ្រាន់ទេអញ្ចឹង
គាត់បានគិតពី safety need ហ្នឹងទេគាត់ដើម្បីបំពេញអាកាពះរបស់គាត់ហ្នឹងគាត់បត់ម៉ូតូអត់មើលឡានមើលអីចឹងណាអញ្ចឹងហើយធ្វើឲ្យមានគ្រោះថ្នាក់ដល់គាត់ហើយដល់ពេលចំណុចទី3នេះគេនិយាយពី belonging ហើយនឹង and love អញ្ចឹងមនុស្សម្នាក់កើតមកតម្រូវការដំបូងមិនមែនជាស្នេហាហើយនឹងកម្មសិទ្ធិទេគឺបងផុតគឺចម្រោកហើយនឹងសមត្ថភាពអញ្ចឹងស្នេហានេះគឺជាតម្រូវការទី3របស់មនុស្សទេចំណុចទី4នេះគឺ esteem need ហ្នឹងគេនិយាយពីការគោរពអញ្ចឹងមនុស្សម្នាក់តពីមានផ្ទះសម្បែងមានអាហារហូបចុកហើយមានសុវត្ថិភាពហើយនឹងមានស្នេហាអីហើយគាត់គិតពីការគោរពហ្នឹងគឺចង់ឲ្យមនុស្សម្នាក់គោរពគាត់មនុស្សម្នាក់ជុំវិញខ្លួនហ្នឹងគោរពគាត់ហើយផ្ដល់កិត្តិយសឲ្យគាត់ក្នុងនាមជាមនុស្សម្នាក់ដែលមានតម្លៃហើយចំណុចទី5នោះគឺនិយាយពី connective needs ដែលចំណុចនេះនិយាយពីមនុស្សមួយចំនួនដែលធ្វើអ្វីដែលទុកជាស្នាដៃហើយមិនគិតពីអ្នកណាទាំងអស់អញ្ចឹងន័យថាចំណុចនេះគឺគាត់អត់ខ្វល់ថាអ្នកណាថាអីថាទៅគឺគាត់ចង់ធ្វើអ្វីដែលគាត់ចង់ធ្វើហើយចូលទៅ slide បន្ទាប់យើងនិយាយអំពី perception ការយល់ឃើញ learning ការរៀនហើយនឹង belief and attitude គឺជំនឿហើយនឹងឥរិយាបថចំពោះការយល់ឃើញនេះគឺជាដំណើរការដែលមនុស្សជ្រើសរើសរៀបចំនិងបកស្រាយព័ត៌មានដើម្បីបង្កើតជារូបភាពដ៏មានអត្ថន័យនៃពិភពលោកហើយមនុស្សអាចបង្កើតការយល់ឃើញខុសៗគ្នានៃកត្តាជំរុញដូចគ្នាដោយសារតែដំណើរការយល់ឃើញ3យ៉ាងគឺការយកចិត្តទុកដាក់ក្នុងការជ្រើសរើសការបង្ខំចង់ទីក្នុងការជ្រើសរើសនិងការរក្សាដោយការជ្រើសរើសការយកចិត្តទុកដាក់ជ្រើសរើសមានន័យថាអ្នកប្រើប្រាស់ហ្នឹងទំនោរជាកត់សម្គាល់កត្តាជំរុញតាក់ទងនឹងដំណើរការបច្ចុប្បន្នចំពោះចំណុចទី2 learning ការរៀនសូត្រនេះវាពិពណ៌នាអំពីការផ្លាស់ប្ដូរនៅក្នុងអរិយាប័ត្ររបស់បុគ្គលម្នាក់ដែលការចេញពីបទពិសោធន៍ហើយអរិយាប័ត្ររបស់មនុស្សភាគច្រើនទៅបានគេយកមករៀនសូត្រហើយរៀនតគ្នាការរៀនសូត្រការឡើងតាមរយៈអន្តរកម្មនៃកម្លាំងជំរុញការរំញោចសញ្ញាណការឆ្លើយតបនិងការពង្រឹងកម្លាំងជំរុញនេះគឺជាការរំញោចខាងក្នុងដ៏រឹងមាំដែលជំរុញសកម្មភាពមនុស្សឲ្យធ្វើចេញមកជាប្រចាំថ្ងៃហើយចំណុចទី3គឺ belief and attitudes ចំពោះចំណុចនេះគេនិយាយពីជំនឿហើយនិងអរិយាប័ត្ររបស់មនុស្សជំនឿគឺជាផ្នត់គំនិតមួយដែលពិព័រណ៍នាដែលមនុស្សម្នាក់មានចំពោះអ្វីមួយដោយផ្អែកទៅលើចំណេះដឹងគំនិតឬក៏ជំនឿរបស់បុគ្គលម្នាក់ហើយអកប្បកិរិយាគឺជាការវាយតម្លៃអារម្មណ៍និងទំនោរសកម្មភាពរបស់មនុស្សម្នាក់ដែលមានលក្ខណៈអំណោយផលឬមិនអំណោយផលដែលជាប់លាប់ចំពោះវត្ថុឬគំនិតណាមួយហើយអកប្បកិរិយារបស់មនុស្សហ្នឹងគេថាពិបាកផ្លាស់ប្ដូរណាស់ស្ថានហេតុអីបានពិបាកផ្លាស់ប្ដូរព្រោះថាអកប្បកិរិយាហ្នឹងវាស្ដែងចេញពីចរិតរបស់មនុស្សម្នាក់អញ្ចឹងន័យថាធម្មជាតិមកមនុស្សម្នាក់ហ្នឹងមានចរិតផ្សេងគ្នាពិបាកក្នុងការកែណាព្រោះវាជាធម្មជាតិដូច្នេះហើយបានជាគេថាអកប្បកិរិយាហ្នឹងពិបាកផ្លាស់ប្ដូរចូលទៅដល់ slide បន្តទៀតគេនិយាយពី the buyer decision process គឺនិយាយពី process នៃការសម្រេចចិត្តរបស់អ្នកទិញអញ្ចឹងចំណុចនេះគឺផ្ដល់អត្ថប្រយោជន៍ឲ្យមិត្តរួមក្រុមរបស់ខ្ញុំអរគុណចាំចំណុចបន្ទាប់នៅក្នុង slide បន្ទាប់នេះគឺជាទូទីរបស់ខ្ញុំដើម្បីបញ្យល់ទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងជាមួយខ្ញុំសូមជម្រាបសួរទៅកាន់លោកគ្រូនិងមិត្តរួមទាំងអស់គ្នាខ្ញុំរដ្ឋាភិបាលរដ្ឋហើយខ្ញុំនឹងទទួលបន្ទុកនៅ slide បន្ទាប់អញ្ចឹង slide ទី6ក្នុងចំណុចទី6នេះគឺនិយាយពី the buyer decision process ដែលនិយាយពីដំណើរការនៃការសម្រេចចិត្តរបស់អ្នកទិញក្នុងនោះយើង
focus ទៅលើ the 5 stages of consumers move through when making purchase មានន័យថាដំណាក់កាលទាំង5ដែលអ្នកប្រើប្រាស់ឬក៏អ្នកទិញហ្នឹងគាត់ធ្វើការឆ្លងកាត់ដើម្បីសម្រេចចិត្តនៃការទិញអ្វីមួយជាចុងស្រាយបន្ទាប់គឺនិយាយអំពី the 5 stage buyer decision process ហ្នឹងឯងដែលនិយាយពីដំណើរការទាំង5ដំណាក់កាលនៃការសម្រេចចិត្តទិញរបស់អតិថិជនទី1គឺ need recognition អ្នកប្រើប្រាស់ធ្វើការរកនៅបញ្ហាដែលខ្លួនត្រូវការដើម្បីទិញទៅលើផលិតផលមួយវាអាចជាតម្រូវការខាងក្នុងឬក៏តម្រូវការដែលបង្កមកពីរំញោចខាងក្នុងឬក៏រំញោចខាងក្រៅទី2គឺ information search ដែលអ្នកប្រើប្រាស់ធ្វើការរកនៅព័ត៌មានតាមរយៈខ្លួនឯងមិត្តភ័ក្តិឬក៏ការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈឬក៏ទូទៅជាដើមទី3គឺ evaluation of alternative អ្នកប្រើប្រាស់ធ្វើការប្រៀបធៀបរវាង brand ឬក៏ផលិតផលដែលមើលទៅអាចនឹងសមឬក៏បំពេញតម្រូវការរបស់ពួកគេទី4គឺ purchase decision អ្នកប្រើប្រាស់ធ្វើការជ្រើសរើសនៅផលិតផលសម្រាប់មួយឬក៏ brand មួយដែលមានឥទ្ធិពលទៅដល់ស្ថានភាពឬក៏ស្ថានភាពដែលពួកគេជួបប្រទះនឹងឯងទី5គឺ post purchase decision អ្នកគឺជាបទពិសោធន៍របស់អ្នកប្រើប្រាស់វាអាចជាការពេញចិត្តឬក៏ការមិនពេញចិត្តដែលអាចជាឥទ្ធិពលទៅលើអាកប្បកិរិយានៃពេលអនាគតមានន័យថាពួកគាត់អាចទិញឬក៏មិនអាចទិញបន្តទៀតហ្នឹងហើយឈានចូលស្លាយបន្ទាប់យើងនិយាយអំពីយើងនឹងជ្រាបចូលកាន់តែជ្រៅនៅក្នុង stage 1 និង stage 2 buyer decision ហ្នឹងយើង stage 1 stage 2គឺ need recognition and information search អញ្ចឹង need recognition ការដំណើរការនៃការទិញចាប់តាមឡើងនៅពេលដែលអ្នកប្រើប្រាស់ហ្នឹងគាត់រកឃើញនៅបញ្ហាឬក៏តម្រូវការរបស់ខ្លួនគាត់ផ្ទាល់ហើយតម្រូវការទាំងអស់នោះវាអាចជា internal stimuli ដែលជារំញោចផ្នែកខាងក្នុងយើងអាចបកប្រែបានបែបនេះឧទាហរណ៍ដូចជាការឃ្លានរបស់មនុស្សយើងអញ្ចឹងការឃ្លានធម្មតាហ្នឹងយើងវានឹងធ្វើឲ្យយើងគិតតែពីម្ហូបហ្នឹងទេហើយនៅទិញម្ហូបដើម្បីចំអែកផ្ទះរបស់យើងឬក៏មួយទៀតការភ្ញៀវទៅខាងក្រៅដូចជាឧទាហរណ៍ថាអ្នកទាំងអស់គ្នាដើរកាត់នៅហាងនំប៉័ងមួយហើយធំក្លិនឈ្ងុយចេញពីនំប៉័ងហ្នឹងធ្វើឲ្យអ្នកគ្នាចាប់អារម្មណ៍ហើយក៏ចូលទៅទិញនំប៉័ងនោះដូចគ្នាអញ្ចឹងនេះគឺជាពាក់ព័ន្ធជាមួយនឹង stimuli ដែល trigger our mind មានន័យថាធ្វើអារម្មណ៍យើងចាប់អារម្មណ៍ទៅលើរបស់ទាំងអស់ហ្នឹងទី2ឈានចូល information search មានន័យថាអ្នកប្រើប្រាស់នឹងប្រើប្រាស់នៅព័ត៌មានដែលពួកគេទទួលបានតាមរយៈដូចជាប្រភពខ្លួនឯងផ្ទាល់តាមរយៈគ្រួសារតាមរយៈមិត្តភ័ក្តិឬក៏តាមរយៈការផ្សាយពាណិជ្ជកម្មតាមរយៈការដាក់បណ្ដានៅតាមទីសាធារណៈឬក៏តាមរយៈបទពិសោធន៍របស់អ្នកប្រើប្រាស់ដទៃទៀតអញ្ចឹងផ្នែកនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់គាត់អាចឈានទៅដល់ការសម្រេចចិត្តទៅការទិញផលិតផលអ្វីមួយដូចគ្នាឈានទៅស្វែងបន្ទាប់យើងនិយាយអំពី stage 3ដែលជាដំណាក់កាលទី3គឺ evaluation of alternative ការវិតម្លៃទៅតាមរឿងផ្សេងៗអញ្ចឹងអ្នកប្រើប្រាស់គឺគាត់វិតម្លៃទៅតាមទី1ទៅលើ picture របស់ product picture របស់ផលិតផលការ perform របស់វាការ design តម្លៃក៏ដូចជាភាពល្បីល្បាញ brand image ហើយនឹង category ផ្សេងទៀតដែលយើងអាចនិយាយបានថាគេធ្វើការដែលអ្នកប្រើប្រាស់ទូទៅគាត់ព្យាយាមធ្វើការវិតម្លៃការវិតម្លៃនេះគឺមានសារៈសំខាន់សម្រាប់ brand មួយការបើសិនជា brand ទទួលបានការវិតម្លៃល្អវាជារឿងមួយដែលថាអ្នកប្រើប្រាស់នឹងអាចនឹងមកទិញឬក៏មកជាវទៅលើផលិតផលរបស់គាត់បន្តទៀតនៅពេលអនាគតអញ្ចឹងអ្នកទីផ្សារគាត់នឹងព្យាយាមរៀនច្រើនបំផុតអំពីការវិតម្លៃនេះមានន័យថាគាត់នឹងព្យាយាមកែលម្អទៅលើផលិតផលរបស់គាត់ទៅតាមតម្រូវការរបស់អតិថិជនដែរបាទចូលដល់ស្លាយបន្ទាប់យើងនិយាយពីដំណាក់កាលទី4និងទី5គឺជា purchase decision and post purchase behavior ការសម្រេចចិត្តទិញហើយនៅក្រោយពេលទិញរួចហ្នឹងហើយអញ្ចឹងការសម្រេចចិត្ត purchase decision នៅក្នុងការសម្រេចចិត្តទិញដំណាក់កាលនេះអ្នកប្រើប្រាស់គាត់បានជ្រើសរើសទៅលើផលិតផលឬក៏ brand ដែលគាត់ចង់ទិញរួចទៅហើយ
ចឹងហើយគាត់នឹងធ្វើការសម្រេចចិត្តទិញដូចគ្នាចំណែក post purchase behavior គឺជាដំណាក់កាលបន្ទាប់មានន័យថាក្រោយពីការទិញរួចចឹងអ្នកប្រើប្រាស់គាត់អាចជាមានអារម្មណ៍ថាពេញចិត្តឬមិនពេញចិត្តគឺអាចទៅនឹងប្រព្រឹត្តទៅតាម performance របស់ product ឬក៏ផលិតផលដែលគាត់នឹងទិញរួចនោះចឹងកន្លែងនេះគឺមានសារៈសំខាន់បំផុតនៅក្នុង post purchase behavior មានន័យថាប្រសិនបើផលិតផលរបស់អ្នកមានគុណភាពល្អស្របតាមតម្រូវការរបស់អតិថិជនធ្វើអតិថិជនពេញចិត្តមានន័យថានៅក្នុងថ្ងៃខាងមុខឬក៏នៅពេលអនាគតវានឹងធានាបាននៅការទិញជាបន្តទៀតឬក៏ការចាប់អារម្មណ៍ពីអតិថិជនផ្សេងៗទៀតអញ្ចឹង post purchase behavior នេះគឺបែបនេះបាទវាអាចតាមរយៈការពេញចិត្តឬមិនពេញចិត្តចូលទៅ slide បន្ទាប់យើងនិយាយអំពី type of consumer buying decision behavior therefore type of consumer buying behavior based on level of involvement and perceived brand difference ទីមួយគឺ complex buying behavior ការទិញជាលក្ខណៈបែបស្មុគស្មាញឧទាហរណ៍ទៅលើការទិញ computer ការទិញ line ឬការទិញផ្ទះវាជាការទិញមួយដែលត្រូវការព័ត៌មានច្រើនហើយនឹងត្រូវការវិភាគក៏ដូចជាការវិតម្លៃច្រើនដូច្នេះបាននិយាយថាវាជាការទិញបែបលក្ខណៈស្មុគស្មាញដោយសារវាត្រូវការ process ជាច្រើនត្រូវ involve ចូលទៅក្នុងនឹងអញ្ចឹងចំណុចនេះអ្នកទីផ្សារគាត់គួរតែជួយអ្នកទិញហ្នឹងឲ្យបានសិក្សាអំពីផលិតផលនឹងជាមុនសិនមានន័យថាគាត់ជួយណែនាំជួយប្រាប់ពីផលិតផលនិងជួយផ្ដល់ព័ត៌មានបន្ថែមទៅលើផលិតផលដែលគាត់ចង់លក់ហ្នឹងទី2គឺ dissonant reusing buying behavior មានន័យថាជាការកាត់បន្ថយភាពងឿងឆ្ងល់ឬក៏ភាពសង្ស័យទៅលើផលិតផលដែលគាត់ទិញជួនកាលអ្នកប្រើប្រាស់អាចនឹងចូលធ្វើការ search នឹងធ្វើការស្រាវជ្រាវពីផលិតផលមួយបានតិចតួចបំផុតហើយធ្វើឲ្យពួកគេនឹងសម្រេចចិត្តទិញយ៉ាងឆាប់រហ័សទៅតាមអារម្មណ៍របស់ពួកគេអញ្ចឹងហើយខ្ញុំលើកឧទាហរណ៍ដូចជាការទិញទៅលើគ្រឿងសង្ហារឹមជួនកាលពួកគាត់អត់បានដឹងថាឈើឬក៏របៀបរបបតែឈើឬក៏ការផលិតនឹងវាយ៉ាងណាការយកឈើលាយមួយជាប់លាយមួយអីយើងអត់ដឹងទេអញ្ចឹងនាំឲ្យគ្រឿងសង្ហារឹមនឹងពេលដែលគាត់ទិញទៅគាត់មានអារម្មណ៍សង្ស័យថាអាចប្រើល្អអត់ប្រើបានយូរឬអត់អញ្ចឹងអានេះគឺជាចំណុចមួយដែលគាត់ចាប់ដាំដោតទៅលើការទិញរបស់គាត់ហើយអញ្ចឹងកន្លែងនេះអ្នកទីផ្សារគួរតែផ្ដោតទៅលើការធានាបន្ទាប់ពីattention ធ្វើការទិញរួចទី3គឺជា habitual buying behavior មានន័យថាជាការទិញតាមទម្លាប់កន្លែងនេះអ្នកប្រើប្រាស់គាត់តែងតែទិញតាមទម្លាប់ដោយមិនចាំបាច់អត់ខ្វាយខ្វល់ពីតម្លៃឬក៏ខ្វាយខ្វល់ពីអីទេឧទាហរណ៍តម្រូវការចាំបាច់របស់គាត់ដូចជាគ្រឿងទេសស្ករប៊ីចេងឬក៏អំបិលវាជារឿងធម្មតាសម្រាប់គាត់យើងគាត់ទិញតាមទម្លាប់ដោយសារវាជារបស់ប្រើប្រាស់ទូទៅហើយអញ្ចឹងអ្នកសម្រាប់អ្នកទីផ្សារគឺគាត់គួរតែប្រើប្រាស់កន្លែងនេះគឺគាត់នឹងព្យាយាមធ្វើតម្លៃឲ្យទាបមានន័យថាឧទាហរណ៍ធ្លាប់ទិញស្ករមួយកញ្ចប់1គីឡូ 4000 អញ្ចឹងឧទាហរណ៍ថាបើមាន promotion ឬក៏ការបញ្ចុះតម្លៃមកត្រឹម 3500 ឬ 3000 នឹងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែឆាប់អារម្មណ៍ហើយគាត់នឹងអាចធ្វើការជាផលិតផលដូចគ្នាទី1គឺ variety seeking buying behavior នៅការស្វែងរកនៅតំណែងឬក៏ផលិតផលផ្សេងជាច្រើនរកនៅមានន័យថាអ្នកប្រើប្រាស់ក៏ចាប់ដើមដូរ brand ឬក៏ដូររបស់ប្រើប្រាស់ហ្នឹងញឹកញាប់ដើម្បីរកឲ្យឃើញថាមួយណាដែលល្អប្រសើរសម្រាប់គាត់ឧទាហរណ៍ថាខ្ញុំលើកឧទាហរណ៍ថាការទិញនំមួយនៅក្នុងហាងមួយធ្លាប់តែទិញនៅខាងនោះអត់ឆ្ងាញ់ហើយវាក៏ទុកឲ្យបានយូរដល់ពេលយើងអាចទិញតែហាងនំប៉័ងផ្សេងឬក៏ហាងនំផ្សេងគឺទុកបានយូរហើយវាមានរសជាតិឆ្ងាញ់ជាងដូច្នេះហើយទើបអ្នកប្រើប្រាស់គាត់ធ្វើការផ្លាស់ប្ដូរភ្លាមទៅលើការទិញទម្លាប់នៃការទិញរបស់ពួកគាត់អញ្ចឹងជាចុងក្រោយការធ្វើបទបង្ហាញរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយសូមអរគុណទៅកាន់លោកគ្រូក៏ដូចជាមិត្តរួមថ្នាក់ទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាហើយបើមានឱកាសក្រោយយើងនឹងជួបគ្នាម្ដងទៀតបាទសូមអរគុណហើយគ្នាមែន
អីដែរ អេ បានណា ហើយដល់ពេលអញ្ចឹង record តែ screen តែកុំព្យូទ័រហ្នឹង ហ៎ យកតែ voice មក អត់យកមុខពួកយើងណាអី បាច់ទេ អូខំឆ្ងល់មែនអូយមើលអាសា